បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះចេញពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំខ្ញុំបាទសូមជូនព័ត៌មានពីពិព័រណ៍នៃចិត្រៃដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងចិត្តសិល្បៈក្រោមប្រធានបទការយាងត្រឡប់មកវិញនៃព្រលឹងដូនតាវត្ថុសិល្បៈខ្មែរដែលបានបាត់បង់និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីព័ត៌មានវត្ថុសិល្បៈខ្មែរដែលត្រូវបានគេលួចចរាចរណ៍ដោយខុសច្បាប់ចេញពីកម្ពុជាអំឡុងពេលសង្គ្រាមស៊ីវិលទៅបរទេសដែលរដ្ឋាភិបាលបានខំប្រឹងប្រែងក្នុងការទាមទារបញ្ជូនត្រឡប់មកមាតុភូមិវិញព្រមទាំងការដាក់តាំងបង្ហាញនៅរូបថតវត្ថុបុរាណដែលបានចុះបញ្ជីជាវត្ថុបាត់មួយចំនួនទៀតដែលក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងស្វែងរកបន្តដើម្បីបញ្ជូនត្រឡប់មកទៅប្រទេសវិញពិព័រណ៍ទាំងរូបថតសិល្បៈវប្បធម៌ចែកជាពីរផ្នែកដោយផ្នែកទី1គឺបង្ហាញអំពីវត្ថុសិល្បៈចំនួន42វត្ថុសាងពីថ្មភក់និងលោហៈធាតុដែលប្រគល់ត្រឡប់មកកម្ពុជាវិញតាមលំដាប់ប្រវត្តិសិល្បៈខ្មែរដោយចាប់ផ្ដើមពីព្រះសីហៈព្រះពុទ្ធរូបរចនាបថភ្នំដាសម័យមុនអង្គររហូតដល់ក្បាលយក្សទេវតាទាញព្រ័ត្ររចនាបថបាយ័នសម័យអង្គរសម្រាប់ផ្នែកទី2គឺបង្ហាញអំពីវត្ថុបុរាណចំនួន20វត្ថុដែលត្រូវបានចុះបញ្ជីជាវត្ថុបាត់ពីសារមន្ទីរវត្តពលវៀនសារមន្ទីរខេត្តបាត់ដំបងនិងអភិរក្សដ្ឋានកោខេត្តសៀមរាបក្នុងអំឡុងពេលសង្គ្រាមស៊ីវិលដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងស្វែងរកបន្តក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញក៏បានរៀបចំការសម្ដែងស្របសិល្បៈល្ខោននិយាយក្រោមប្រធានបទវត្តភ្នំជំរំប្រវត្តិសាស្ត្រវប្បធម៌ពីសិស្សានុសិស្សក្នុងរាជធានីភ្នំពេញការសម្ដែងនៅស្នាដៃដ៏ប៉ិនប្រសប់របស់ពួកគេតាមរយៈសាច់រឿងអប់រំទាក់ទងនឹងតម្លៃនៃមរតកវប្បធម៌គឺដើម្បីបញ្ជ្រាបចំណេះដឹងថែមជូនសាធារណជនអំពីកិច្ចការពារបេតិកភណ្ឌនិងជំរុញឲ្យមានការចូលរួមថែរក្សាការពារនិងអភិរក្សសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្សស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌បាទជាចុងក្រោយខ្ញុំបាទសូមជំនុំពរដល់បងប្អូនកូនក្មួយទាំងអស់សូមមេត្តាសិក្សាស្វែងយល់នៅមរតកវប្បធម៌ប្រវត្តិសាស្ត្រខ្មែរយើងឲ្យបានទូលំទូលាយសិក្សាស្វែងយល់ឲ្យបានទូលំទូលាយក្នុងនាមជាខ្មែរដើម្បីជាផ្នែកមួយនៃការចូលរួមថែរក្សាវប្បធម៌សម្បត្តិវប្បធម៌ជាតិដែលបន្សល់ទុកពីបុព្វបុរសយើងមកខិតខំពិវត្តខ្លួនឲ្យក្លាយជាកុលបុត្រខ្មែរដែលមានជាប្រយោជន៍ដល់ប្រទេសជាតិជាប្រយោជន៍ដល់មាតុភូមិចូលរួមក្នុងការកសាងមាតុភូមិឲ្យមាតុភូមិរបស់យើងខ្លាំងក្លាដូចអតីតកាលឡើងវិញបាទសូមគោរពអរគុណបាទ